ផាល់មើទាញទៅមុខទៀតផាល់មើបោះចូលថែមស្ដាប់អូមិនទាន់ដល់ឆ្ងាយចូលមកហើយមួយក្បាលចូលបាទយើងមកចាប់អារម្មណ៍អំពីជំរឿនជាមួយអ្នកដំបងបាទរបស់ Liverpool ដែលមានអ្នកចាំទីបាទដៃទី1បាទគឺកីឡាករ Alisson Becker បាទជាមួយនឹងខ្សែការពារបាទគឺមាន4រូប Alexander Arnold ជាការសាសនៅវិជាវ៉ាន់ដៃក៏ដូចជា Simica ហើយតំបន់បំរើការពារបាទប្រិយមិត្តយើងបាទគឺមានកីឡាករបាទពីររូបគឺ Cortison និងកីឡាករ Wataru Endo ហើយតំបន់បំរើប្រយុទ្ធបាទគឺមានកីឡាករបាទ3រូបបាទកីឡាករ3រូបគឺកីឡាករ Mohamed Salah Harvey Elliott Cody Gakpo ហើយប្រយុទ្ធស៊ុយខាងលើគឺកីឡាករ Diego Jota ជាគេតោកាត់ជួថែមទេ Enzo Enzo Fernandez បាទបង្កើតឱកាសសុទ្ធបបោសម្ដាញទី1ទៅ0បាទឲ្យត្រឹមតែ3នាទីដល់មកប៉ុណ្ណោះក្នុងចំនួនតទល់ជាមួយនឹង Liverpool នៅ Stamford Bridge នៅក្នុងរាត្រីនេះបាទល្អមែនទេល្អមែនទេបាទ Enzo Fernandez បាទយើងមកទស្សនារូបភាពសារជាថ្មីម្ដងទៀតប្រិមិត្តការបញ្ជូនបាទពី Cole Palmer ទៅឲ្យ Neto ញាក់ហ្វាងមួយជាមួយនឹងបាទឥឡូវនេះកាត់មកផុតល្អមែនទែនទប់ឆ្វេងហើយក៏ទះស្ដាំម៉ាំងភ្លឹបណាស់ច្បាស់ល្អមែនទែនបាទហើយវាសំជាមួយនឹងតម្លៃ100លានណាការទិញមកថ្លៃណាណែបងប្អូនយើងទប់ឲ្យទាត់ស្ដាំនេះស្អាតមែនទែនឱកាសរបស់ក្រុមទាំងពីរគឺមានម្នាក់មួយលើកហើយក៏មានគ្រាប់បាល់តែម្ដងសម្រាប់ Chelsea គឺណាស់ដែរបាទ Liverpool គឺត្រូវបានសង្គ្រោះដោយ Robert Sanchez ណែមកមើលការទះស្ដាំរបស់បាទ Enzo Fernandez បាទលយរកពាកថ្លែងពុំបានទេផាល់មើទាញទៅមុខទៀតផាល់មើបោះចូលថែមស្ដាប់អូមិនទាន់ដល់ឆ្ងាយចូល2-0បាទ Chelsea ស៊ីតែដើមតង់ទេប៉ុន្តែមិញហ្នឹងគឺជាគ្រាប់បាល់ធ្វើប្រហែសរបស់ខ្សែការពារជារេកាន់ហ្សាសដែលគាត់ clear ទៅដូចជាបុកជាមួយនឹងកីឡាករ Chelsea ឲ្យឡងចូលតែម្ដងបាទសួស្ដីពូទីនយ៉ាបាទសិតពូទីនពីមកទស្សនារូបភាពប្រិមិត្តម្ដងទៀតកន្លែងនេះគឺគាត់ល្អដួលហើយ Cole Palmer ទាញគៀងទៅបាទនេះបាទ Simica បិទអត់ចិត្តទេបោះចូលមកកន្លែងនេះបុកកាន់សាសឡងចូលដូចយើងបាទមិនកាន់សាសជាអ្នក clear ទេបាទគឺ Van Dijk clear Van Dijk ជាអ្នកតតផ្ដាច់នេះម៉ាំងអើយបាទបើហេងអញ្ចឹងប្រិមត្តយើងកន្លែងនេះមកดูគេព្យាយាមសុទ្ធបាទត្រូវឯងព្យាយាមតែតដែរប៉ុន្តែតែតមិនត្រូវបាល់អញ្ចឹងបាល់នេះគឺជាការទាត់ខ្ទប់មកណាតែកិច្ចទាត់ហើយមានបន្ទូអ្នកឈោទេបន្ទូអ្នកទាត់វិញទេព្រោះខ្លួនឯងទាត់មិនកិច្ចគាត់បើគាត់នៅឈោកន្លែងហ្នឹងក៏កំពុងបិទគេដែរណាបន្ទូកាន់សាសមិនកើតទេបាទមកហើយមួយក្បាលចូលល្អណាស់បងប្អូនអើយមកក្បាលនេះជាតិ Van Dijk មានទស្សនារូបភាពការលើកមករត់ទៅគៀងអត់មានណាតាមបិទគាត់ទេប្រិមិត្តយើងបាទគាត់រត់ពីខាងក្រោយទៅអូសូបូស្លៃបន្លំបាទសូបូស្លៃបន្លំស្អាតមែនតើបាទសូបូស្លៃបន្លំទៅបន្តដល់ចុងក្រោយនេះVan Dijkជាអ្នកតែតវិញអ្នកបងប្អូនយើងអូយលយមែនតើបាទប្រិមិត្តយើង Lavi Coffee អាឡៃតែបិទសូបូស្លៃធ្វើឲ្យ Van Dijk ចេញមកតែតបានទៅងើយបាទមកសុតសង្គ្រោះបានJordan កាប់ Jordan ញាក់បកក្រោយកាត់ចុះក្នុងមើលសាច់ឲ្យទៅធ្លាក់ទាត់ស្ដាំហ្នឹងហើយសុទ្ធអត់មើលទីអញ្ចឹងហើយចាំមើលវាសុទ្ធមើលទីអត់ចាំមើល Neto សុទ្ធមើលទីអត់មានមើលទេឈ្ងោកទាត់ហ្មងបាទមិនហើយឡើយនេះអញ្ញាកណ្ដាលឲ្យបាល់ពេងទីអូបាទបាល់ពេងដល់ទីចុងម៉ោងដែរយើងមកទស្សនារូបភាព
mô xe cây ra đâu ôi đã trường tới chọn kia ta vào đâu nỉ nhưng mà tiền sana rụp hiệp over chiết não bằng phôn chứ mà lúc Anzo Mariska đi mình tên là P đây nha đã oi bal P là ti chẳng thua crop bal là quát smile cho mình như cái sol bà này na chỉ đẹp toàn P bà cứ Cole Palmer mà chưa nâng thao chop rồi coi vậy nè Palmer khó khăn toàn P tí UI 5 ក្របចុងក្រោយបាទគឺសាដាំដៃរបស់គាត់គឺគាត់ទាត់ចូលទេគាត់ចតចូលភាគច្រើនគឺឆ្វេងដៃរបស់អ្នកចាំទីហើយស៊ីសៃបាទស្ដាំដៃអ្នកចាំទីឆ្វេងដៃរបស់គាត់ឆ្វេងនេះក៏ស្ដាំលើឬក៏ក្រោម Cole Palmer ចូល3ទល់1បាទល្អណាស់đi mình treo đi bên trên khô pha mơ khó khăn rồi crop bao nhiêu vậy nhưng xin cầm ta crop bao đi đừng thua con ba miền tầm rung ly lo tao lọp mà mình bay tôi lần muối và cua động lực vòng đai tha ca bị chương ti muối và Chelsea và cứ bàn tranh Liverpool pi tôi là muối không tận đây là Liverpool vì đi thang group Premier có hai đá bên mình dính dương mình Tesana rụp cái này ní Alisson lột tới vào bên dương tay ba lươn chiếng cả lột tới bay đi to tại tranh môn ba tranh dư chiếng bao cùng toàn thế bà sẵn nè mình dùng Maresca còn ri khăn mình đến nhà cái đa phải chọn cao vút trâm nâng đi coi vậy nè và Cole Palmer cái bao mũi sẵn bà lũ cái nhà cái đá mà tới chứ to lũ cái nhà cái đá bom plong cái chai bên chop caประกวด là tập phao chip play ca phao kill Chelsea tôi ban chơi trong này từ lượtក្រុម Hong Kong Liverpool សងសឹកសម្រាប់ការជួបគ្នាជាមួយ Liverpool ក្នុងរដូវកាលនេះបានជោគជ័យហើយសម្រាប់ការប្រកួតជើងទី2នៅឯទឹកដី Stamford Bridge របស់ខ្លួនបាទអញ្ចឹងអបអរសាទរ Chelsea បីពិន្ទុនេះគឺពិតជាសំខាន់ណាស់ដើម្បីធ្វើឲ្យខ្លួនឈររឹងមាំបើសិនជាគាត់ឈ្នះការប្រកួតនេះហើយបើញូគឺបើអត់ខ្វល់ពី Nottingham Forest ឈ្នះប្រកួតក្រោយឬអត់ទេបីពិន្ទុដូចគ្នាក៏ដោយប៉ុន្តែ Nottingham Forest មានគ្រាប់បាល់ចំណេញតិចជាងដូច្នេះ Chelsea នៅតែបន្តឈរបាននៅចំណាត់ថ្នាក់លេខ5ដដែលគណៈដែលការឈ្នះរបស់ Chelsea នេះក៏មិនធ្វើឲ្យ Newcastle ធ្លាក់មកលេខ5ដែរបាទព្រោះ Newcastle គាត់បានស្មើបាទ1ទល់1បាទហើយគ្រាប់បាល់ចំណេញស្មើគ្នាប្រិមិត្តណាចាអរគុណប្រិមិត្តយើងសម្រាប់ការបាទចំណាយពេលវេលាដ៏មានតម្លៃបាទតាមបានទស្សនាការផ្សាយបាទតាំងពីដើមរហូតដល់ចប់សំខាន់តែពីទោសសម្រាប់ការថាទីវាយរបស់ខ្ញុំបាទបើសិនជាជជែកទៅបើលឺគាត់ខាត់ខុសតត្រង់ចំណុចណាមួយបាទជូនពរប្រិមត្តទាំងនេះសុខភាពល្អសំណាងល្អបាទជោគជ័យគ្រប់កិច្ចការងារធ្វើដំណើរទៅណាមកណាមានសុខសុវត្ថិភាពបាទជួបគ្នាជាមួយខ្ញុំបាទនៅឱកាសខាងមុខទៀតនៅពេលនេះខ្ញុំបាទមានជីវ័នសូមអរគុណសូមជម្រាបលា